ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីនិយាយថាកងកម្លាំងខ្លួនដណ្ដើមយកបានទីក្រុងគូភៀនស្ករបស់អ៊ុយក្រែនФактом по результатам антикоррупционного расследования в самой Украине. И думаю, что для всех понятно, что эти люди... ប្រភពពីរយតថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025នាយសេនាធិការរបស់រុស្ស៊ីបានប្រាប់ប្រធានាធិបតី Vladimir Putin កាលពីថ្ងៃប្រហ័សថាកងកម្លាំងរុស្ស៊ីបានដណ្ដើមយកទីក្រុងគូភៀនស្កភាគឦសានអ៊ុយក្រែនប៉ុន្តែយោធាអ៊ុយក្រែនបានបដិសេធថាទីក្រុងនេះមិនបានផ្លាស់ប្ដូរដែរទេអ៊ុយក្រែនក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់រុស្ស៊ីដែរថាកងកម្លាំងរបស់ខ្លួនបានដណ្ដើមយកផ្នែកធំៗពីរផ្សេងទៀតនៃទីក្រុងប៉ូក្រូដែលជាមជ្ឈមណ្ឌលភស្តុភារកម្មដែលរុស្ស៊ីបានជំរុញឲ្យដណ្ដើមយកអស់រយៈពេលជាច្រើនខែនិងវូឆានស្កនៅជិតព្រំដែនរុស្ស៊ីវិមានក្រមឡាំងបាននិយាយនៅមុននេះថាលោកពូទីនបានទៅទស្សនាប៉ុស្តិ៍បញ្ជាការនៃក្រុមកងកម្លាំងរុស្ស៊ីខាងលិចជាកន្លែងដែលលោកបានជួបជាមួយប្រធានសេនាធិការ Valery Gerasimov និងមន្ត្រីយោធាជាន់ខ្ពស់លោកពូទីនត្រូវបានជូនដំណឹងអំពីស្ថានភាពនៅក្នុងទីក្រុងសំខាន់ៗពីរនៅភាគខាងកើតអ៊ុយក្រែនគឺកូស្ទីនទីនីវកានិងក្រាម៉ាតូសក៏ដូចជានៅជុំវិញគូភៀនស្កក្នុងតំបន់ខាគីវលោក Gerasimov បានប្រាប់លោកពូទីននៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើគេហទំព័រវិមានក្រមឡាំងអង្គភាពនៃក្រុមខាងលិចបានរំដោះទីក្រុងគូភៀនស្កហើយកំពុងបន្តបំផ្លាញអង្គភាពកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែលឡោមព័ទ្ធនៅច្រាំងខាងឆ្វេងនៃទន្លេអូស្កូលោក Gerasimov ដែលអង្គុយក្នុងចំណោមមន្ត្រីជាន់ខ្ពស់នៅទល់មុខលោកពូទីនដែលក៏ស្លៀកពាក់ឯកសណ្ឋានយោធាផងដែរបានប្រាប់ប្រធានាធិបតីថាកងកម្លាំងរុស្ស៊ីបានគ្រប់គ្រង 70% នៃប៉ូក្រូនិងជាង 80% នៃវូឆានស្កលោកបានបន្ថែមថាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតតាមបណ្ដោយខ្សែជួរមុខប្រវែង 1200 គីឡូម៉ែត្រគឺនៅជិតប៉ូក្រូដោយកងកម្លាំងអ៊ុយក្រែនបានទប់ទល់យ៉ាងរឹងមាំវាមិនច្បាស់ពីវីដេអូនេះថាកិច្ចប្រជុំជាមួយលោកពូទីនបានកើតឡើងនៅទីណានោះទេសេចក្តីថ្លែងការណ៍មួយនៅពេលល្ងាចដោយយោធាអ៊ុយក្រែនបាននិយាយថាអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនសូមប្រកាសថាគូភៀនស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងការពារជាតិអ៊ុយក្រែនសេចក្តីថ្លែងការណ៍នេះបានបន្ថែមថាមិនពិតទេដែលបង្ហាញថា 80% នៃតំបន់វូឆានស្កក្នុងតំបន់ខាគីវត្រូវបានដណ្ដើមយកបាននឹង 70% នៃទីក្រុងប៉ូក្រូអគ្គសេនាធិការបានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ប៉ូក្រូដោយកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារចំនួន56លើកកងកម្លាំងរុស្ស៊ីបាននឹងកំពុងធ្វើការវាយលុកឈានទៅទិសខាងលិចយឺតៗឆ្លងកាត់តំបន់ដូនេតស្កដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ពួកគេដើម្បីដណ្ដើមយកតំបន់ដូនបាសទាំងអស់ដែលមានតំបន់ដូនេតស្កនិងលូហានស្កកងកម្លាំងរុស្ស៊ីក៏បានទទួលបានជ័យជំនះថ្មីៗនេះនៅភាគខាងត្បូងក្នុងតំបន់សាប៉ូរីសៀបច្ចុប្បន្នពួកគេកាន់កាប់ប្រហែល 19% នៃទឹកដីអ៊ុយក្រែន